ប្រិមត្តទស្សនិកជននៅថ្ងៃនេះគឺជាថ្ងៃដែលជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទន្ទឹងរង់ចាំយូរណាស់មកហើយគឺជាការវិលត្រឡប់មកវិញពីសំណាក់វីរៈកងទ័ពដែលភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់គឺរហូតមកទល់ពេលនេះមានរយៈពេល155ថ្ងៃហើយភាគីថៃចាប់ខ្លួនហើយនៅថ្ងៃនេះគឺជាថ្ងៃដែលនៃជាការទន្ទឹងរង់ចាំបងប្អូនជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយជាដល់នៅក្នុងអាកាសយានជនខ្ញុំសូមគូបញ្ជាក់ជូនប្រិយមិត្តទស្សនិកជនឲ្យបានជ្រាបថានៅព្រឹកមិញនេះវេលាម៉ោង10ព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025ភាគីថៃបានដោះលែងវីរៈកងទ័ពកម្ពុជាទាំង15ហើយវិលត្រឡប់មកជាអាណាចក្រកម្ពុជាវិញហើយដែលពិធីប្រគល់វីរៈ18រូបកាលពីព្រឹកមិញគឺត្រូវបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំស្ថិតនៅក្នុងខេត្តបៃលិនហើយបន្តទៅវីរៈកងទ័ពកម្ពុជារបស់យើងទាំង18រូបបានធ្វើដំណើរតាមរថយន្តពីខេត្តបៃលិនឆ្ពោះមកកាន់ខេត្តបាត់ដំបងហើយបានបន្តដំណើរតាមមួយធម្មភាគចក្រពិសេសមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទស្សនិកជនគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបំផុតពីសំណាក់សម្ដេចទេសិនកហបណ្ឌិតម៉ែនសំអនឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនិងទេសរាជជនជាច្រើនទៀតក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្ដងគឺកំពុងតែត្រៀមដើម្បីទទួលស្វាគមន៍នៃការអញ្ជើញមកដល់របស់គណៈកងទ័ពកម្ពុជាទាំង18រូបដែលជាឪពុកដែលជាជីតាដែលជាបងដែលជាប្អូនដែលពួកគាត់បានត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់គឺរហូតមកទល់ពេលនេះមានរយៈពេល155ដែលពួកគាត់ទន្ទឹងរង់ចាំខ្ញុំសូមគូរំលឹកជូនជ្រាបថាការវិលត្រឡប់មកវិញវីរៈកងទ័ពកម្ពុជាទាំង18រូបនេះវិលត្រឡប់មកវិញក្រោយការខិតខំប្រឹងប្រែងអស់រយៈពេល155ថ្ងៃរហូតមកទល់ថ្ងៃនេះគឺវីរៈកងទ័ពរបស់កម្ពុជាទាំង18ហើយវិលត្រឡប់មកដល់មាតុប្រទេសវិញហើយប្រិយមិត្តទូទាំងប្រជាជនសម្រាប់ខ្ញុំដែលជាអ្នកព័ត៌មានក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្សេងទៀតគឺពិតជាមានក្តីរំភើបខ្លាំងណាស់ព្រោះថាពេលវេលាដែលជាការទន្ទឹងរង់ចាំគឺបានមកដល់ហើយបើតាមការគូបញ្ជាក់របស់ក្រុមគ្រួសារការពិព្រឹកមិញគឺនៅតែមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជាហើយជាពិសេសគឺមានជំនឿចិត្តយ៉ាងមុតមាំលើការកាច់ចង្កូតនាវាកម្ពុជាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលពួកគាត់ជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់គ្រប់មធ្យោបាយគ្រប់លទ្ធភាពទាំងអស់ធ្វើយ៉ាងណាឲ្យមានការដោះលែងព្រះកងទ័ពកម្ពុជាទាំង18រូបវិលត្រឡប់មកប្រទេសវិញដំណើររបស់វីរៈកងទ័ពកម្ពុជាទាំង18រូបហ្នឹងគឺបាន18រូបដែលគឺជាវីរៈបុរសសម្រាប់នៅឯច្រកទ្វារព្រំដែនអន្តរជាតិព្រំដែលស្ថិតនៅក្នុងខេត្តបៃលិនហើយបន្ទាប់ពីមកដល់ភ្លាមគឺរាជរដ្ឋាភិបាលកម្ពុជានោះគឺបានរៀបចំពិនិត្យសុខភាពរបស់ពួកគាត់ផ្ទាល់
កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរព្រំរហូតមកដល់ចឋានហោទាំងក្តៅដោយមិនរួញរាក្នុងការទទួលស្វាគមន៍ហើយមានអ្នកខ្លះរហូតទៅដល់គឺលុតជង្គង់ក្រាបចាំទទួលស្វាគមន៍ដែលបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះការទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ជាទីបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទឹកភ្នែកនាពេលនេះគឺជា